រណសេររំដោះជាតិខ្មែរជាតិសាសនាប្រជាជាតិខ្មែរលេខ11ឬ16រសរជខសេចក្តីថ្លែងការណ៍រណសេររំដោះជាតិខ្មែរសូមបដិសេធនៅពាក្យចោទប្រកាន់ពីរបបផ្ដាច់ការហ៊ុនសែនថារណសេររំដោះជាតិខ្មែររៀបចំធ្វើរដ្ឋប្រហារដួលរំលំរដ្ឋាភិបាលដោយកម្លាំងកងទ័ពរណសេររំដោះជាតិខ្មែរដែលមានរូបសញ្ញាព្រះបាទជ័យវរ្ម័នទី7ជាសម្គាល់ជាអង្គការនយោបាយអន្តរជាតិដែលចុះឈ្មោះត្រឹមត្រូវនៅប្រទេសដាណឺម៉ាកស្របតាមច្បាប់ជាតិនិងអន្តរជាតិអង្គការសហប្រជាជាតិនិងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីថ្ងៃទី23ខែតុលាឆ្នាំ1991តស៊ូមតិដោយអហិង្សារណសេររំដោះជាតិខ្មែរសូមជម្រាបដល់សមាជិករណសេររំដោះជាតិខ្មែរសមាជិកគណៈបក្សសង្គ្រោះជាតិនិងសមាជិកគណៈបក្សផ្សេងៗទៀតដែលគ្រប់គ្រងរណសេររំដោះជាតិខ្មែរត្រូវប្រុងប្រយ័ត្នសុវត្ថិភាពនិងរក្សាភាពស្ងៀមស្ងាត់កុំចាញ់បោកឃោសនាចិត្តសាស្ត្ររបស់របបផ្ដាច់ការថាស្គាល់ទីតាំងរបស់យើងហើយប្រគល់ខ្លួនឲ្យគេចាប់ឬចាញ់សារភាពដោយការអូសទាញរបស់គេឲ្យសោះរណសេររំដោះជាតិខ្មែរនឹងបន្តធ្វើការតាមសេចក្តីប្រកាសបើករណសេររំដោះជាតិខ្មែរដោយសហការជាមួយអន្តរជាតិប្រទេសប្រជាធិបតេយ្យជាមិត្តអង្គការសហប្រជាជាតិនិងប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីក្នុងបេសកកម្មរំដោះជាតិខ្មែរពីរបបផ្ដាច់ការអាយ៉ងយួននិងយួនឈឿនពៀនឲ្យបានក្នុងពេលដ៏ឆាប់ខាងមុខនេះធ្វើនៅទីក្រុងបាងកកថ្ងៃទី23ខែកក្កដាឆ្នាំ2016ហត្ថលេខានិងត្រាអ្នកនាំពាក្យរណសេររំដោះជាតិខ្មែរខុនច័ន្ទតូ